ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានតៅហ៊ូ4ដុំមានការ៉ុត1ពងទា2គ្រាប់បងប្អូនមានសាច់ជ្រូកបន្តិចផងបងប្អូនចាឥឡូវនាងខ្ញុំចាប់ផ្ដើមប្រឡាក់តៅហ៊ូជាមួយពងទាហើយបងប្អូនចារួចនាងខ្ញុំយកមកបំពងបងប្អូនបំពងឲ្យរាងឈ្ងុយបន្តិចចឹងណាបំពងមួយពងទាចឹងវាមិនសូវចុះខ្លាញ់ណាបងប្អូនចាឥឡូវនាងខ្ញុំដួសដាក់កញ្ច្រែងហើយបងប្អូនចាប់ផ្ដើមបំពងខ្ទឹមម្ដងបងប្អូនចាបំពងរាងឈ្ងុយបន្តិចនាងខ្ញុំចាក់សាច់ជ្រូកចាចាក់សាច់ជ្រូកហើយនាងខ្ញុំដាក់ប្រេងខ្យង1ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាស្ករស1ចុងស្លាបព្រានិងរ៉ូឌី1ចុងស្លាបព្រាឥឡូវនាងខ្ញុំដាក់ឈាមជ្រូកនិងការ៉ុតចឹងណាបងប្អូនចាដាក់ការ៉ុតហើយនាងខ្ញុំដាក់តៅហ៊ូដែលនាងខ្ញុំបំពងហើយបងប្អូនចាឥឡូវអូខេហើយបងប្អូនចានាងខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាមកបងប្អូនមកញ៉ាំជុំគ្នាជាមួយនាងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនជាតិមហាជាតិបងប្អូនចាទំនងណាបងប្អូនហើយមានក្លិនឡើងឈ្ងុយបងប្អូនចាអូខេបាយបាយសុខសប្បាយទាំងអស់គ្នាបងប្អូន